ជំរាបសួរបងខ្ញុំឈ្មោះហៀងសុគន្ធលីសាហើយខ្ញុំមានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំងសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតរៀនឆ្នាំទី2ផ្នែកអក្សរសាស្ត្រអង់គ្លេសមកពីសាកលវិទ្យាល័យកម្ពុជាហើយមូលហេតុដែលខ្ញុំជ្រើសយកជំនាញហ្នឹងដោយសារតែទី1គឺខ្ញុំស្រឡាញ់ជំនាញភាសាអង់គ្លេសហើយទី2ខ្ញុំគិតថាជំនាញហ្នឹងគឺវាធំទូលាយហើយមានទីផ្សារច្រើនខ្ញុំស្គាល់អង្គការ Letters Arik ហ្នឹងតាមរយៈបងស្រីរបស់ខ្ញុំគាត់ជាអ្នកផ្ដល់ព័ត៌មានឲ្យខ្ញុំអញ្ចឹងណាហើយខ្ញុំក៏បានដាក់ apply បោះកាន់អង្គការមុនពេលដែលខ្ញុំចាប់ទី12ហ្នឹងបញ្ហាដែលខ្ញុំគិតថាពិបាកក្នុងការបន្តការសិក្សាគឺផ្នែកហិរញ្ញវត្ថុដោយសារតែពេលហ្នឹងអាចនិយាយបានថាគ្រូសាស្ត្ររបស់ខ្ញុំគាត់អត់សូវធូរធារអញ្ចឹងយើងកង្វះខ្វះខាតបញ្ហាហិរញ្ញវត្ថុអញ្ចឹងណាបងបើសម្រាប់ខ្ញុំអត់ដែលគិតថាខ្ញុំនឹងអត់អាចបន្តការសិក្សាឬក៏ចង់បោះបង់ការចោលការសិក្សាឲ្យបងដោយសារតែខ្ញុំគិតថាការសិក្សាគឺវាសំខាន់ហើយការសិក្សាក៏ជាផ្នែកមួយនៅក្នុងការជំរុញឲ្យខ្ញុំទទួលបានអ្វីដែលខ្ញុំចង់បាននៅពេលអនាគតបើនិយាយពីគ្រួសារវិញពេលហ្នឹងគឺខ្ញុំទេទៅប្រាប់ម៉ាក់ខ្ញុំមុនគេហើយគាត់សប្បាយចិត្តគាត់រំភើបចឹងណាហើយពេលហ្នឹងគាត់ដើរប្រាប់បងប្អូនអីចឹងទៅថាខ្ញុំទទួលបានអាហារូបករណ៍រៀនអត់អស់លុយនៅពេញអីចឹងបងចាបើសម្រាប់ខ្ញុំពេលហ្នឹងខ្ញុំរៀងភ័យអស់ហើយមានអារម្មណ៍ថារៀងឆប់តិចដែរដោយសារតែតាមពិតទៅខ្ញុំដអត់អត់គិតថាខ្លួនឯងនឹងបានជាប់អញ្ចឹងណាបងដោយសារតែខ្ញុំជាបេក្ខជនដែលជាប់បម្រុងខ្ញុំមិនមែនជាជាប់សិក្ខាពរទេតែពេលហ្នឹងគ្រាន់តែងើបពីគេងមកបងគាត់ផ្ញើសារទៅថាចូលរួមអបអរសាទរដែលបានជាប់មកកាន់គម្រោងអីចឹងពេលហ្នឹងរៀងសប្បាយចិត្តហើយមានអារម្មណ៍ថាវារៀង emotional ដែរដែលខ្លួនឯងទទួលបានអាហារូបករណ៍ចាបងអញ្ចឹងសម្រាប់អង្គការ Lotus Outreach Cambodia គឺគាត់បានជួយខ្ញុំច្រើនផ្នែកមែនទែនមានទាំងផ្នែកហិរញ្ញវត្ថុដែលគាត់ចេញតាំងពីថ្លៃសាលាការរៀនអង់គ្លេសបន្ថែមក៏ដូចជាថ្លៃរៀនកុំព្យូទ័ររៀនជំនាញទុនអីផ្សេងៗហ្នឹងហើយមួយទៀតគាត់បានផ្ដល់នូវកន្លែងស្នាក់នៅដល់ខ្ញុំរយៈពេល4ឆ្នាំសម្រាប់ការបន្តការសិក្សានៅទីក្រុងភ្នំពេញផ្ទាល់ហើយគាត់ក៏មានដូចជាការគាំទ្រនៅការវគ្គបណ្ដុះបណ្ដាលជំនាញទន់ឬក៏វគ្គសិក្ខាសាលាខ្លីៗហើយក៏ដូចជាគាំទ្រដល់ការតម្រែតម្រង់ទិសដល់សិស្សនៅក្នុងគម្រោងដូចគ្នាដែរបងហើយបើសម្រាប់ខ្ញុំផ្ទាល់ចំណុចដែលសំខាន់សម្រាប់ខ្ញុំក្នុងជីវិតដូចជាការសិក្សាហ្នឹងខ្ញុំគិតថាការដែលបានសិក្សានៅជំនាញទន់ក៏ដូចជាគាត់ផ្ដល់នូវការតម្រែតម្រង់ទិសអញ្ចឹងណាបងដោយសារតែពេលដែលគាត់ផ្ដល់នៅបែបហ្នឹងទៅមានអារម្មណ៍ថាយើងអត់តែតោយើងមានអ្នកដែលគាត់ចាំជួយយើងតម្រែតម្រង់ផ្លូវរបស់យើងទៅមុខពេលដែលខ្ញុំអត់ទាន់បានជាប់នៅក្នុងគម្រោងរបស់អង្គការ Lotus ហ្នឹងអីដែលខ្ញុំអត់គិតថាខ្លួនឯងអាចនឹងធ្វើបានគឺការនិយាយជាសាធារណៈការបញ្ចេញមតិយោបល់អញ្ចឹងណាបងដោយសារតែពេលដែលខ្ញុំនៅខេត្តខ្ញុំនៅក្នុង comfort zone របស់ខ្ញុំនៅកន្លែងមួយដែលយើងវាថាអាចនិយាយបានថានៅកន្លែងមួយដែលយើងមានមនុស្សដែលយើងជិតស្និទ្ធយើងស្គាល់អីចឹងណាដល់ពេលបានជាប់នៅក្នុងគម្រោងហើយអឺយើងឃើញថាវាមានរឿងច្រើនមែនទែនដែលយើងត្រូវរៀនអញ្ចឹងទៅអង្គការគាត់បានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដូចជាការនិយាយជាសាធារណៈឬក៏ការហ៊ានបញ្ចេញមតិហ្នឹងទៅធ្វើឲ្យខ្ញុំទទួលបាននូវការនិយាយថាទទួលបាននូវភាពក្លាហាននៅក្នុងការនិយាយជាមួយនឹងមនុស្សជុំវិញខ្លួនដែលភាពជឿជាក់ហើយអត់មានការភ័យខ្លាចអញ្ចឹងណាបងចាបងបើសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំមានអារម្មណ៍ថានឹកផ្ទះពេលហ្នឹងពេលឡើងមកពេញដំបងគាត់ថាខ្លួនឯងអាចនៅបានហើយអត់នឹកផ្ទះអីខ្លាំងក្លាអញ្ចឹងណាប៉ុន្តែការគិតរបស់យើងវាខុសពីការពិតណាពេលហ្នឹងខ្ញុំឡើងខ្ញុំចាំបានថាពេលហ្នឹងខ្ញុំឡើងដូចជាបានប្រហែលអត់ទាន់ដល់មួយខែខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកផ្ទះហើយពេលហ្នឹងខ្ញុំដាក់សំណួរទៅខ្លួនឯងថាអូតើខ្ញុំអាចនៅពេញហ្នឹងរយៈពេល4ឆ្នាំរៀនចប់អីអត់បើគ្រាន់តែឡើងមកភ្លាមនឹកផ្ទះអីចឹងណាប៉ុន្តែពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមដោះស្រាយវាហ្នឹងដោយការដែលខ្ញុំចេញទៅខាងក្រៅខ្ញុំរកអីដែលខ្ញុំស្រឡាញ់ដូចជាការទៅរៀនអីដែលថ្មីៗឬក៏ចេញទៅ volunteer អីចឹងណាបងធ្វើឲ្យខ្ញុំបានជួបអ្នកខាងក្រៅច្រើនខ្ញុំមាន connection មួយគេទៅធ្វើឲ្យអារម្មណ៍នៃការនឹកផ្ទះហ្នឹងវាកាត់បន្ថយហើយណាមួយអង្គការក៏គាត់ផ្ដល់នូវភាពកក់ក្ដៅឲ្យខ្ញុំដូចគ្នាដែរគាត់ follow up មួយយើងថាអូខេយើងមិនហើយសុខទុក្ខអីចឹងណាគាត់អត់ឲ្យយើងមានអារម្មណ៍ថាឯកាអញ្ចឹងណាបង
ចាបងអញ្ចឹងសម្រាប់អនុស្សាវរីយ៍ក៏ដូចជាបទពិសោធន៍ដែលខ្ញុំចងចាំនឹងវាមានច្រើនតែខ្ញុំសូមលើកយកចំណុចមួយគឺពេលដែលយើងចុះទៅធ្វើសប្បុរសធម៌ក៏ដូចជាទៅទស្សនកិច្ចដោយសារតែអង្គការ Lotus Arch គឺគាត់មានកម្មវិធីមួយដែលយើងជារៀងរាល់ឆ្នាំយើងចុះទៅធ្វើសប្បុរសធម៌ដូចជាការចែកសម្ភារៈឲ្យក្មេងៗទៅសាលាដែលដាច់ស្រយាលហើយយើងមានការទស្សនកិច្ចសម្រាប់សិស្សៗដែលគាត់ជាប់នៅក្នុងគម្រោងអញ្ចឹងណាបងអញ្ចឹងអនុស្សាវរីយ៍ក៏ដូចជាបទពិសោធន៍ដែលខ្ញុំចងចាំហ្នឹងគឺពេលដែលយើងទៅដល់សាលាឃើញថាក្មេងៗដែលគាត់នៅទីនោះគឺគាត់មានអារម្មណ៍ថាគាត់សប្បាយចិត្តគាត់រំភើបពេលដែលយើងបានចុះទៅដល់ទៅយកសម្ភារៈក៏ដូចជារបស់ប្រើប្រាស់មួយចំនួនទៅឲ្យពួកគាត់ណាអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងវាមានសំណាងណាដែលបានរៀនសូត្រអញ្ចឹងណាពេលទៅដល់ឃើញក្មេងៗគាត់សប្បាយចិត្តចឹងយើងក៏សប្បាយចិត្តដូចគ្នាដែរហើយណាមួយក៏មានអនុស្សាវរីយ៍ច្រើនជាមួយបងក៏ដូចជាមិត្តភក្តិដែលគាត់បានទៅជាមួយយើងបាននិយាយគ្នាហើយផ្លាស់ប្ដូរបទពិសោធន៍អីចឹងទៅធ្វើឲ្យពេលវេលាហ្នឹងវាកាន់តែមានន័យហើយវាចងចាំគួរឲ្យចងចាំចាបងអញ្ចឹងពេលដែលខ្ញុំឡើងមកសិក្សានៅសាកលវិទ្យាល័យវាធ្វើឲ្យមានការផ្លាស់ប្ដូរគំនិតក៏ដូចជាទស្សនៈជីវិតហ្នឹងវាច្រើនពីមុនខ្ញុំគិតថាពិភពលោកយើងមើលទៅឧទូចាស់ដូចជាអត់មានអីថ្មីត្រូវរៀនអីចឹងណាប៉ុន្តែពេលដែលឡើងមកដល់ពេញយើងបានសិក្សានៅសាកលវិទ្យាល័យទៅមានអារម្មណ៍ថាពិភពលោកនោះវាធំវានៅមានរឿងជាច្រើនហើយរឿងថ្មីដែលឲ្យយើង explore ហើយឲ្យយើងរៀនសូត្រពីចំណុចទាំងអស់ហ្នឹងអញ្ចឹងណាហើយមួយទៀតវាធ្វើឲ្យខ្ញុំដឹងថាការសិក្សាការដែលយើងមានចំណេះដឹងគឺវាពិតជាសំខាន់មែនសម្រាប់ជីវិតចាបងអញ្ចឹងនាពេលបច្ចុប្បន្នខ្ញុំគិតថាការអប់រំគឺវាពិតជាមានសារៈសំខាន់មែនទែនសម្រាប់ក្មេងស្រីៗនៅប្រទេសកម្ពុជាយើងផ្ទាល់ដោយសារតែទី1ពេលដែលក្មេងស្រីៗគាត់ទទួលបានការអប់រំគឺអាចជួយកាត់បន្ថយភាពក្រីក្របានអញ្ចឹងពេលដែលគាត់មានចំណេះដឹងគាត់មានការអប់រំពេញលេញគឺធ្វើឲ្យគាត់ទទួលបានឱកាសការងារល្អហើយប្រាក់ខែរបស់គាត់ហ្នឹងក៏វាបានច្រើនទៅតាមនឹងដែរហើយមួយវិញទៀតគឺធ្វើឲ្យគាត់មានអាចនិយាយបានថាបង្កើតទំនុកចិត្តលើខ្លួនឯងអញ្ចឹងពេលដែលគាត់មានចំណេះដឹងគាត់ចេញទៅក្រៅធ្វើឲ្យគាត់មានភាពក្លាហានគាត់អង់អាចហើយហ៊ានសម្រេចចិត្តនៅធ្វើអ្វីដែលគាត់គិតថាវាត្រឹមត្រូវដោយសារតែខ្ញុំក៏មាន background ជួបបញ្ហាហិរញ្ញវត្ថុនឹងដែរអញ្ចឹងណាអញ្ចឹងអីដែលខ្ញុំចង់ដាក់តាមទៅកាន់អ្នកទាំងអស់គ្នាដែលគាត់អត់មានហិរញ្ញវត្ថុប៉ុន្តែគាត់ចង់បន្តការសិក្សាគឺទី1គឺការថាបញ្ហាហិរញ្ញវត្ថុហ្នឹងវាមិនមែនជាបញ្ហាទេកុំយកវាមកដាក់មុខហើយធ្វើឲ្យអីដែលយើងចង់ធ្វើហ្នឹងវាខកខានអញ្ចឹងណាបងដោយសារតែបើយើងជួបបញ្ហាហិរញ្ញវត្ថុវាមានផ្លូវផ្សេងទៀតសម្រាប់ឲ្យយើងបន្តការសិក្សាបានដូចជាការស្វែងរកអាហារូបករណ៍ជាក់ស្ដែងដូចជាអង្គការ Lotus Arch គាត់គឺតែងតែផ្ដល់នូវអាហារូបករណ៍ទៅដល់ក្មេងស្រីៗដែលគាត់ខ្វះខាតក្នុងការបន្តការសិក្សាហើយក៏ដូចជាអាចស្វែងរកអាហារូបករណ៍តាមសាលាដែលគាត់តែងតែបើកផ្ដល់ឲ្យសិស្សជារៀងរាល់ឆ្នាំផងដែរហើយមួយទៀតបើសិនជាយើងជួបប្រទះបញ្ហាហិរញ្ញវត្ថុអញ្ចឹងយើងអាចផ្អាកការសិក្សារយៈពេល1ឆ្នាំឬក៏2ឆ្នាំក្នុងការរកការងារធ្វើដើម្បីសន្សំថវិកាក្នុងការបន្តការសិក្សារបស់យើងអញ្ចឹងណាហើយកំឡុងពេលដែលយើងធ្វើការហ្នឹងយើងក៏អាចរៀនបានដែរមិនមែនតន់តែថាយើងត្រូវតែរៀននៅក្នុងសាកលវិទ្យាល័យបានគេហៅថារៀនទេអញ្ចឹងយើងអាចស្វែងរកការរៀនខាងក្រៅដូចជាការរៀនតាក់ទងនឹងវគ្គបណ្ដុះបណ្ដាលខ្លីៗការសិក្សាជំនាញទន់ឬក៏យើងទៅសិក្ខាសាលាអីផ្សេងៗអញ្ចឹងយើងត្រូវតែចេះស្វែងរកឱកាសខ្លួនឯងព្រោះដោយសារតែឱកាសវាមិនមែនដើរមករកយើងទេអញ្ចឹងតើយើងស្វែងរកខ្លួនឯងបានយើងអាចទទួលបានអញ្ចឹងណាហើយជាចុងក្រោយសារដែលខ្ញុំចង់ផ្ដាំផ្ញើហ្នឹងគឺកុំស្ទាក់ស្ទើរនៅក្នុងការសម័យហើយក៏កុំបោះបង់ក្តីសម័យរបស់យើងគ្រាន់តែបញ្ហាហិរញ្ញវត្ថុនឹងព្រោះដោយសារតែអីក៏ដោយដែលយើងចង់ធ្វើដែលយើងចង់ជំនះវាតែងតែមានផ្លូវជានិច្ចសម្រាប់យើងសម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំបញ្ចប់ការសិក្សាទៅខ្ញុំចង់ធ្វើការងារមួយនៅក្នុងស្ថាប័នឬអង្គការ UNICEF ទាក់ទងជាមួយនឹងខាងផ្នែកវិស័យអប់រំក្នុងការជួយទៅដល់អ្នកដទៃអញ្ចឹងបងចាបងចង់នៅពេលអនាគតអីដែលខ្ញុំចង់
ឲ្យវាមានការផ្លាស់ប្ដូរចំពោះក្មេងស្រីៗហ្នឹងគឺទីមួយតាក់ទងជាមួយនឹងផ្នត់គំនិតផ្នត់គំនិតហ្នឹងមានន័យថាចង់ឲ្យមានការកាត់បន្ថយនៅផ្នត់គំនិតដែលថាក្មេងស្រីៗគឺគាត់មានតួនាទីតែជាស្ត្រីមេផ្ទះគាត់មានតួនាទីក្នុងការមើលកូនគាត់អត់អាចហ៊ានបន្តឲ្យចាប់បានទេអីចឹងណាដូចជាខ្ញុំធ្លាប់អានសៀវភៅមួយដែលមានចំណងជើងថានារីប្រពៃដែលសៀវភៅនោះនិពន្ធដោយបងថុតថាវរីគាត់និយាយតាក់ទងជាមួយនឹងការយកឈ្នះនៅអាផ្នត់គំនិតហ្នឹងហើយលើកទឹកចិត្តដល់ក្មេងស្រីខ្លាំងមែនតើហើយគាត់បានធ្វើឲ្យឃើញថាក្មេងស្រីៗគឺពិតជាមានសមត្ថភាពហើយគឺអាចនិយាយបានថាប្រៀបដូចជាគ្រាប់ពេជ្រមួយដែលជួយនៅក្នុងការធ្វើឲ្យសង្គមរបស់យើងសហគមន៍របស់យើងរីកចម្រើនទៅហើយមួយទៀតហ្នឹងគឺចង់ឲ្យមានការផ្លាស់ប្ដូរនៅការទទួលបានសិទ្ធិស្មើៗគ្នាមិនថាក្មេងស្រីដែលគាត់នៅតំបន់ដាច់ស្រយាលឬក៏គាត់រស់នៅទីក្រុងឯងគឺចង់ឲ្យការអប់រំហ្នឹងវាបានពង្រីកទៅកាន់ពួកគាត់ទាំងអស់គ្នាអញ្ចឹងណាបងចុងក្រោយសារដែលចង់ផ្ដាំផ្ញើទៅអង្គការ Letters Irish ហ្នឹងគឺជាដំបូងខ្ញុំអរគុណដល់អង្គការដែលគាត់បានផ្ដល់ឱកាសឲ្យខ្ញុំក្នុងការទទួលបានការសិក្សានៅសាកលវិទ្យាល័យហើយអរគុណសម្រាប់ការដែលគាត់គាំទ្រក៏ដូចជាផ្គត់ផ្គង់ទាំងការស្នាក់នៅទាំងថ្លៃសាលាហើយក៏ដូចជាជួយខ្ញុំនៅក្នុងការឲ្យមានភាពក្លាហានជាងមុនហើយធ្វើជាអ្នកប្រឹក្សាមួយដ៏ល្អសម្រាប់ខ្ញុំដូចគ្នាដែរយល់អត់មានអីបងមានតែពាក្យថាអរគុណសម្រាប់គាត់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំចា៎